នៅពេលដែលបើកឡានពេលយប់ធម្មតា screen entertainment វាភ្លឺចេះមកផ្នែកពេកអញ្ចឹងយើងមានវិធីក្នុងការបិទប៉ុន្តែតើទៅមួយការ share ស្ដាប់បទចម្រៀងវានៅតែដំណើរការធម្មតាឬសំឡេងធម្មតាប៉ុន្តែមួយនេះវាគឺវាលុតអញ្ចឹងរបៀបធ្វើបងចូលមកកន្លែងនេះចុចសញ្ញា4នេះចុចឲ្យជាប់វាលោតបែបនេះអញ្ចឹងនេះscreen saver នេះអញ្ចឹងបងតែទីតាំងនេះត្រូវតែមានណាបងខ្ជិលចូលមកវាបែបនេះវាយូរត្រូវអញ្ចឹងយើងចង់ដកវាមកដាក់នៅក្នុងកបាដើម្បីលឿនប៉ុន្តែខ្ញុំបញ្ជាក់តតែមាន space ឧទាហរណ៍ថា function នេះវាពេញហើយតែនេះខ្ញុំមាន space មួយហើយនេះមាន space មួយអញ្ចឹងគឺអត់អីទេគឺនៅអាចទាញវាតម្លាក់ចូលបានប៉ុន្តែបើសិនជាកបាអស់នេះពេញបងអាចដកpop up ណាមួយដកវាចេញដែលយូរយើងប្រើម្ដងអញ្ចឹងបងដកវាចេញបានតែនេះខ្ញុំមាន space មួយអញ្ចឹងនៅក្នុងហ្នឹងបងចុចសញ្ញាលេខបូកមកវាធ្លាក់ចុះមកនេះឃើញណាអញ្ចឹងនៅពេលដែលបានបែបហ្នឹងហើយចុចពាក្យ done ឃើញចាំមើលខ្ញុំចុចនៅពេលដែលបងកំពុង connect Bluetooth គឺអីស្ដាប់បទចម្រៀងដដែលទេអត់អីទេអញ្ចឹងបងអាចបិទវាបែបនេះឃើញនៅពេលដែលយើងបិទបែបហ្នឹងហើយគឺវាលែងចាំងភ្នែកប៉ុន្តែបើចង់ប្រើគ្រាន់តែយកដៃថាច់វាមកគឺអូខេហើយព្រោះធម្មតាពាក់ព័ន្ធជាមួយនឹងការបន្ថយពលឺយើងបន្ថយទៅនៅក្នុងនេះcenter screen ហ្នឹងនេះបន្ថយប៉ុន្តែវានៅអត់ alert តែបើចង់ alert បើនេះខាងនេះហើយ screen នេះគឺខាងនេះ instrument ពលឺវានៅខាងនេះតែ center screen ហ្នឹងគឺនៅខាងនេះអញ្ចឹង alert អស់ប៉ុណ្ណឹងប៉ុន្តែបើបងចង់ alert គឺប្រើវិធីនេះចាអញ្ចឹងរបៀបនៃការធ្វើគឺបែបហ្នឹងបងចាអរគុណអញ្ចឹងសម្រាប់ model ដែលខ្ញុំនិយាយហ្នឹងគឺ BYD Type 7អញ្ចឹង model ផ្សេងអាចធ្វើដូចខ្ញុំប្រាប់បានមិនមែនតែ Type 7ដែលអាចធ្វើបានទេក្រៅពី model ហ្នឹង BYD ទាំងអស់គឺ Design ក៏អាចធ្វើបានដែរអរគុណជំរាបលាបាយបាយ